អូនប្រុសដែលជួបផ្ទះនៅជាមួយគ្នាមើលទៅគ្រាន់តែមានល្បិចច្រើនបន្តិចប៉ុណ្ណោះខ្ញុំរងចាំបងយូរហើយប្អូនប្រុសខូចម្នាក់នោះតែងតែសម្លៀកបំពាក់ខ្លះចោលក្នុងបន្ទប់ហើយចូលចិត្តមកបង្ហាញខ្លួនចំពោះមុខខ្ញុំញឹកញាប់ណាស់វាច្បាស់ណាស់ថាគេចង់តាក់ទាញចំណាប់អារម្មណ៍ពីខ្ញុំស្លាប់ហើយបងស្រីនាងបងស្រីស្រេកទឹកដែរមែនទេខ្មាស់គេខ្លាំងណាស់អត់ស្រេកទេខ្ញុំគ្រាន់តែស្ងួតបំពង់ក៏បន្តិចបន្តួចសំណាងបែបនេះសម្រាប់មនុស្សដែលនៅលីវ3ឆ្នាំហើយសំបីតែឃើញសត្វឆ្កែក៏គិតថាស្រស់ស្អាតដែរសម្រាប់មនុស្សស្រីចំណាស់ដូចជាខ្ញុំពិតជាធំធេងហួសប្រមាណណាស់ខ្លាចតែទទួលយកមិនរួចទេក្មេងប្រុសសម័យនេះម្នាក់ពូកែសម្ដែងធ្វើចរិតល្បិចដូចជាកំពូលអ្នកសម្ដែងល្បិចខ្ពស់ខ្លាំងណាស់គេហ៊ានធ្វើបែបនេះដាក់ខ្ញុំច្រើនដងហើយពេលនោះខ្ញុំពិតជាចង់ជ្រកក្រោមឲ្យបាត់ណាស់ជួយផងជាងនានមិននឹកស្មានថាឯងមានថ្ងៃនេះសោះជាងនានឯងវីវហើយឯងធ្លាក់ក្នុងអន្លង់ស្នេហាខ្ញុំគ្រាន់តែតាមដានមើលដោយការរិះគន់ដើម្បីលាតត្រដាងពីចរិតពិតរបស់ប្រុសល្បិចសម័យថ្មីនេះបាត់យល់ហើយតាមដានដោយការរិះគន់ចុះឯងក្រុងនឹងធ្វើអ្វីបន្តយល់ព្រមតាមគេទៅគេចង់មកលេងល្បិចជាមួយខ្ញុំមែនទេចាំមើលខ្ញុំនឹងបង្ហាញគេឲ្យស្គាល់ថាអ្នកណាកំពូលល្បិចពិតប្រាកដគេចង់មកស្ទួចចិត្តខ្ញុំនឹងកំទេចផែនការគេតិចតែម្ដងយកក្បាច់ដែលគេប្រើមកតតនឹងគេវិញបើគេຕົកសម្លៀកបំពាក់ចូលដូចគ្នាទៅបើគេហ៊ានដោះអាវឯងច្បាស់ជាធ្វើបែបហ្នឹងមិនកើតទេតែឯងអាចស្លៀកពាក់ឲ្យសិចស៊ីបន្តិចបានតើគុំនិតអនតែពិតជាមិនធម្មតាមែនស្លៀកឈុតនេះទៅគុំថាឡើយតែក្មេងសំបីតែមនុស្សចាស់ក៏ទុកចិត្តមិនចប់ដែរហ៊ាននិយាយចេញមកបានតែទោះជាយ៉ាងណាខ្ញុំចង់ដឹងណាស់ថាអាប្អូនខូចម្នាក់នោះមានប្រតិកម្មយ៉ាងណាលូយៀនក្មេងម្នាក់នេះទីបំផុតចូលបន្ទប់បាត់ហើយសម្រេចតាមនឹងចុះចាំមើលថាឯងមានប្រតិកម្មយ៉ាងណាប្រសិនបើគេពិតជាធ្វើបែបនោះមែនជាងនាងឯងកំពុងគិតផ្ដេសផ្ដាសអីហ្នឹងតើអ្នកណាគេមកបោកខោអាវទាំងព្រលឹមបែបនេះស្លាប់ហើយអាវរបស់ខ្ញុំមួយនោះតើគេកំពុងធ្វើអ្វីហ្នឹងតាំងពីព្រលឹមស្រាងបែបនេះហេតុអ្វីបានជាគេយកអាវខ្ញុំទៅធ្វើអីនោះគឺជាអាវសឹកមុនស្នេហ៍របស់ខ្ញុំណាឆាប់ដាក់វាចុះភ្លាមទៅអាវមួយនេះគឺខូចខ្ទេចអស់រលីងហើយគេដើរចេញទៅបែបហ្នឹងតែម្ដងបងស្រីលើកក្រោយកុំទិញពណ៌ខ្មៅទៀតអីវាងាយនឹងហើរពណ៌ណាស់ថែមទាំងធ្វើឲ្យប្រឡាក់អាវយឺតរបស់ខ្ញុំគេមិនត្រឹមតែមិនចាញ់មុនស្នេហ៍ដ៏សិចស៊ីរបស់ខ្ញុំទេថែមទាំងឆ្លៀតជួយបោកវាឲ្យខ្ញុំទៀតផងទឹកទី1ខ្ញុំជាងនាងចាញ់គេសន្លប់ស្ទុកតែម្ដងបន្ទាប់ពីនេះខ្ញុំត្រូវតែរស់នៅបាលាក់កន្ទុយហើយមើលមិនឃើញខ្ញុំទេមើលមិនឃើញខ្ញុំទេបងស្រីក្រោកពីព្រលឹមម្លេះមានរឿងអីមែនទេមួយក៏មានមាសនៅលើការ៉ូហ្នឹងគ្រាន់តែវាពិតជាស៊ីវិល័យខ្លាំងណាស់